នៅក្នុងសំណួរបែបនេះវាស្តៀងជាមួយនឹង true false and not given ដែរប៉ុន្តែ true false and not given គឺផ្ដោតទៅលើព័ត៌មានពិតមិនពិតនៅក្នុងអត្ថបទតែ yes no not given នេះភាគច្រើនគឺផ្ដោតទៅលើ writer តែម្ដងតែអ្នកសរសេរហ្នឹងគាត់មានគំនិតឬក៏យល់យ៉ាងម៉េចចំពោះបញ្ហាហ្នឹងអញ្ចឹងរបៀបធ្វើហ្នឹងគឺវាស្តៀងគ្នាប៉ុន្តែគ្រាន់តែមួយផ្ដោតទៅលើព័ត៌មាននៅក្នុងព័ត៌មានទាំងមូលនៅក្នុងអត្ថបទមួយទៀតផ្ដោតទៅលើផ្នត់គំនិតរបស់ writer ឬក៏អ្នកសរសេរនៅខាងឆ្វេងដៃជាអត្ថបទនៅខាងស្ដាំជាសំណួរអញ្ចឹងបើសិនអ្នកយល់ថាអ្វីដែលគេសរសេរឡើងនោះជាអ្វីដែល writer គាត់គិតយើងអាច say yes បើគិតថាអ្វីដែលគេសួរហ្នឹងគឺខុសពីអ្វី writer គិតយើងអាច say no បើគ្មានព័ត៌មានទេគឺ not given ហ្នឹងឯងដូចរាល់ដងទីមួយយើងត្រូវមើលទៅលើសំណួរសិនដើម្បីពោលជាទូទៅយើងអាចឃើញចម្លើយហ្នឹងដេញពីលើចុះក្រោម The writer believes the printing press helps spread knowledge writer គាត់ជឿជាក់ថា printing press នៅកន្លែងបោះពុម្ពសៀវភៅហ្នឹងគឺអាចជួយលើកតម្កើងឲ្យមនុស្សមានចំណេះដឹងច្រើនជាមួយ spread knowledge គឺចែករំលែកចំណេះដឹងទៅច្រើនកន្លែងអីចឹងទៅយើងមើលនៅក្នុងអត្ថបទ Many historian argue that ហ្នឹងគាត់ជឿជាក់ទៅលើថា printing press invent ដោយលោក Johannes ហ្នឹងនៅទសវត្សរ៍ទី15 was one of the most influential invention in human history The writer agrees writer គឺមិនមែនផ្ដោតទៅលើព័ត៌មានតែម្ដងនេះគឺផ្ដោតទៅលើគំនិតរបស់អ្នកសរសេរ Writer agrees noting that it allows books to be produced quickly and cheaply spreading knowledge to a much wider audience ចឹងឡើយនេះយើងឃើញហើយផ្នត់គំនិតរបស់អ្នកសរសេរគឺគាត់ជឿគឺគាត់គ្រប់គ្រងព្រោះគាត់គិតថាវាជួយចែករំលែកចំណេះដឹង much wider audience ហ្នឹងគឺទៅដល់មនុស្សច្រើនជាងមុនចឹងកន្លែងហ្នឹងចម្លើយគឺ yes មានន័យថាអ្វីដែលយើងនិយាយហ្នឹងអ្វីដែលគេសរសេរក្នុងអត្ថបទហ្នឹងជាអ្វីដែល writer គាត់ជឿទៅពេលសំណួរទី2 according to the writer literacy rate increased immediately in all regions យោងទៅតាមអ្នកសរសេរ literacy rate ហ្នឹងអត្រាចំណេះដឹងអត្រាអ្នកចេះដឹងគឺកើនឡើងភ្លាមនៅពេលដែលមាន printing press ហ្នឹងនៅគ្រប់ទីកន្លែងទាំងអស់គឺអ្នកមានចំណេះដឹងកើនឡើងឥឡូវបកមកអត្ថបទរបស់យើងវិញHowever, the writer also points out that literacy rate did not immediately increase everywhere since education was still limited in many regions. Writer គាត់ជឿថាអូខេវាអាចជួយចែករំលែកចំណេះដឹងប៉ុន្តែអត្រាអ្នកចេះដឹងមិនមែនកើនឡើងភ្លាមទេដោយសារតែមានតែសភៅមានតែ printing press តែនៅតំបន់មួយចំនួនហ្នឹងអ្នកមានចំណេះដឹងហ្នឹងនៅមានកម្រិតនៅឡើយដែលអាចគាត់ access មកមេតារាទាំងអស់ហ្នឹងចឹងកន្លែងហ្នឹងព័ត៌មានគឺផ្ទុយពីអ្វីដែល writer គិតចឹងកន្លែងហ្នឹងគឺ no ជាទូទៅអត្ថបទហើយនឹងសំណួរសេនៃតែមួយទេតែគេសេរបៀបខុសគ្នាគេហៅ paraphrase ចឹងណា writer claim the printing press is used to cause a book ចឹងកន្លែងនេះគេមិនទៅសេ cause a book ចឹងទេយើងមើលគេទៅសេ it allow books to be produced quickly and cheaply cheaply ហ្នឹងគឺជា use cause a book ហើយវាធ្វើឲ្យធូរថ្លៃជាងមុនចឹងចម្លើយគឺ writer គាត់ជឿអញ្ចឹង yesលេខ4 The writer says the printing press was mainly important for architecture នៅពេលដែលយើងអានអស់ហើយនៅក្នុងនោះគឺអត់មាននិយាយពីស្ថាបត្យកម្មអីទេ not given ខុសពី no គឺព័ត៌មាននឹងមានតែនិយាយខុសគ្នាតែពេល not given ជាទូទៅគឺព័ត៌មាននឹងអត់មានហ្មង not given ចឹងទៅដល់ពេលទី5 The writer comments on the influence of printing press on art ជាស្ដែងក៏កន្លែងហ្នឹងក៏អត់មានដែរ architecture ក៏អត់មាន art ហ្នឹងក៏អត់មានចឹងកន្លែងហ្នឹងគឺ not given ដូចគ្នា